ធ្វើសំណងពិបាកជាងគេគឺគ្រប់គ្រងមនុស្សគ្រប់គ្រងអ្នកមកការបន្តពីយើងបើសិនជាប្រើប្រាស់អស់សឹងតែគ្រប់ក្បាច់ទេតែមិនទាន់បានលទ្ធផលល្អសាកប្រើ5ក្បាច់ដើម្បីខ្ញុំចែកម្លែកបន្តិចទៀតទីមើលក្រែងលោប្រសើរជាងមុនចំណុចទី1គឺត្រូវតែបញ្យល់ទៅកាន់អ្នកមកការក៏ក្រុមការងាររបស់យើងនឹងឲ្យបានច្បាស់ថាស្កូបការងាររបស់គាត់ដែលបន្តមកការពីយើងនឹងមានអ្វីខ្លះបន្ទាប់ពីពួកគាត់បានយល់ដឹងច្បាស់ពីស្កូបការងាររបស់ពួកគាត់ហើយយើងចាប់ផ្ដើមចូលទៅដល់ចំណុចទី2គឺពន្យល់ពីព័ត៌មានលម្អិតនៅក្នុងការដ្ឋានសាងសង់ផ្ទាល់ឲ្យគាត់បានយល់កន្លែងនេះខ្ញុំលើកឧទាហរណ៍បន្តិចឧទាហរណ៍ថាគាត់មកការងារថ្នាំពីយើងអញ្ចឹង brand ថ្នាំដែលគេប្រើហ្នឹងគេប្រើថ្នាំអីគេដែលគេទទួលយកបានពីខាងម្ចាស់គម្រោងយើងត្រូវប្រាប់ទៅខាងអ្នកមកការរបស់យើងទី2ទីតាំងណាខ្លះដែលត្រូវការលាបថ្នាំដែលគាត់មានទទួលខុសត្រូវនៅក្នុងការលាបពីយើងទៅទី3តកតងជាមួយនឹងពណ៌ថាតើគេលាបពណ៌ហ្នឹងពណ៌កន្លែងណាពណ៌អីកន្លែងណាពណ៌សកន្លែងណាពណ៌ប្រផេះអីអញ្ចឹងទៅអញ្ចឹងយើងត្រូវផ្ដល់ព័ត៌មានឲ្យគាត់ច្បាស់ចំអញ្ចឹងកុំឲ្យគាត់ច្រឡំចំណុចទី3គឺដាក់ផែនការងាររបស់យើងទៅកាន់គាត់កន្លែងនេះខ្ញុំសឹកចេះឲ្យអ្នកទាំងអស់គ្នា spare ថ្ងៃបន្តិចពេលដែលយើងទទួលបានផែនការងារពីម្ចាស់គម្រោងមកយើងជាអ្នកមកការធំនេះយើងមកការឲ្យគាត់បន្តយើងមិនអាចប្រាប់គាត់អំពីផែនការនឹង100ប្រាប់គាត់100យើងត្រូវប្រាប់គាត់ត្រឹម90អញ្ចឹងនៅពេលដែលគាត់បញ្ចប់ការងារគាត់យឺតយ៉ាវខុតពី90ឡើងដល់95ក៏នៅតែក្នុង timeline របស់យើងជាមួយនឹងម្ចាស់គម្រោងដែរអញ្ចឹងឡើងនឹងយើងត្រូវឆ្លាតបន្តិចអញ្ចឹងផែនការដំបូងឲ្យគាត់ជា long term មានន័យថាជាផែនការធំទាំងមូលអញ្ចឹងយើងត្រូវឲ្យផែនការលម្អិតប្រកបទៅដែរតាក់ទងជាមួយនឹងជាន់ណាត្រូវបញ្ចប់ថ្ងៃណាជាន់ណាត្រូវបញ្ចប់ថ្ងៃណាយើងឲ្យគាត់ជាផែនការ short term រយៈពេលខ្លីដើម្បីឲ្យគាត់ស្រួលនៅក្នុងការរៀបចំការងារគាត់ចំណុចទី4គឺការកំណត់កម្រិតគុណភាពការងារឲ្យបានច្បាស់លាស់ទៅកាន់អ្នកមកការបន្តជាធម្មតាទេគម្រោងខ្លះបើសិនជាអត់មានអ្នកឆែកអីតឹងរឹងខ្លាំងទេកម្រិតគុណភាពការងារគេនឹងទម្លាក់មកត្រឹមមធ្យមណាមួយដែលនៅតែរក្សាគុណភាពស្តង់ដារមិនមែនថាទម្លាក់នឹងគឺគុណភាពនឹងមានបញ្ហាទេណាគាត់ថាពេលដែលមានអ្នកឆែកពីលើគុណភាពមានឡើងខ្ពស់អញ្ចឹងទៅអញ្ចឹងយើងត្រូវតែបញ្យល់កម្រិតគុណភាពដែលយើងចង់បាននឹងទៅកាន់អ្នកមកការរបស់យើងដើម្បីឲ្យគាត់ធ្វើទៅស្របទៅតាមគុណភាពដែលយើងត្រូវប្រកល់ជូនម្ចាស់គម្រោងចំណុចចុងក្រោយគឺជាចំណុចទី5ជាចំណុចខ្លឹមតែម្ដងចាត់តាំងការប្រជុំប្រចាំសប្តាហ៍ជាកំហិតការប្រជុំនេះគឺមានសារៈសំខាន់ទី1ការឆែកមើល progress ការងាររបស់គាត់ថាតើយឺតឬក៏លឿនអញ្ចឹងបើសិនជាវាមានបញ្ហាយឺតយ៉ាវយើងអាចរកវិធីឬក៏យើងជំរុញគាត់ដើម្បីឲ្យគាត់ជំរុញការងាររបស់គាត់ឲ្យលឿនមកទាន់ផែនការមកវិញហើយលើសពីនេះទៅទៀតបញ្ហាគុណភាពការងារក៏ជាកត្តាមួយដែលលើកឡើងនៅក្នុងអង្គប្រជុំផងដែរព្រោះបើសិនជាមួយសប្តាហ៍ទៅមួយសប្តាហ៍យើងឃើញថាគុណភាពការងារគាត់មានបញ្ហាយើងអាចលើកវាមកនិយាយហើយយើងអាចបញ្យល់គាត់ណែនាំគាត់ដើម្បីឲ្យគាត់ត្រឡប់មករកការដោះស្រាយបញ្ហាគុណភាពការងារឲ្យគាត់មកប្រសើរឡើងវិញហើយអង្គប្រជុំមួយរឿងសំខាន់មួយទៀតហ្នឹងគឺការ track នៅចំនួនថ្ងៃដែលពួកគាត់នឹងដឹកអីវ៉ាន់ណាដែលនឹងមកនៅក្នុងរយៈពេលយូរអញ្ចឹងយើងអាច track ដឹងថាគាត់បានចាប់ផ្ដើមទិញសម្ភារៈនឹងនៅគាត់មាន PO គាត់មានអីសម្គាល់តែត្រូវមកបង្ហាញយើងជាផុសតាងអត់ហើយយើងអាចមានព័ត៌មាន update មកដល់ដំណើរហើយថាការអីវ៉ាន់របស់គាត់នឹងវា status យ៉ាងម៉េចហើយចេញមកឬនៅបានមកដល់ណាហើយអញ្ចឹងនេះជាកត្តាដែលយើងត្រូវតែលើកជាចំណុចនៅក្នុងអង្គប្រជុំផងដែរអញ្ចឹងខ្ញុំសង្ឃឹមថា5ចំណុចនេះនឹងជួយបងប្អូនអាចគ្រប់គ្រងអ្នកមកការរបស់បងប្អូនបានប្រសើរនិងមានប្រសិទ្ធភាពខ្ពស់ជាងមុនកុំភ្លេចចុច follow page ខ្ញុំម្នាក់មួយហើយ share បន្តទៅមិត្តភ័ក្តិអ្នកទាំងអស់គ្នាផងអរគុណបាយបាយ